ក្មួយច្រៀងព្រោះណាមីងឲ្យចេកនេះក្មួយញ៉ាំយកទៅក្មួយដែលប្អូនណាកូននេះជាកូនបង្កើតរបស់ប្អូនในយ៉ាងម៉េចហ្នឹងបាទមិនមែនទេកូននេះគឺគេផ្ញើឲ្យខ្ញុំចិញ្ចឹមទេឪពុកម្ដាយវាប្រហែលជាស្លាប់ក្នុងសម័យប៉ុលពតអស់បាត់ទៅហើយខ្ញុំឃើញក្មេងនេះដូចជាមាននិស្ស័យណាបើប្អូនមិនយល់ទាស់ទេឲ្យខ្ញុំសុំយកក្មេងនេះទៅចិញ្ចឹមបានទេព្រោះខ្ញុំគ្មានកូនសោះទេខ្ញុំអត់ទៅណាទេខ្ញុំនៅជាមួយពូនេះហើយក្មួយស្រីក្មួយនៅជាមួយពូតទៅទៀតវេទនាណាស់ពូពិការផងមិនអាចរកអនាគតឲ្យក្មួយបានទេមែនហើយពូមានទ្រព្យសម្បត្តិច្រើនក្មួយទៅនៅជាមួយពូចុះពូមិនធ្វើបាបក្មួយទេហើយពូនឹងឲ្យក្មួយបានទៅរៀនសូត្រដូចគេណាសូមលោកអតីតមេត្តាជួយថែរក្សាកូនកំព្រានេះផងមិនអីទេឈប់យំទៅក្មួយទៅនៅជាមួយពូណាពូមិនធ្វើបាបក្មួយទេក្មួយទៅចុះឲ្យបានសេចក្តីសុខណាក្មួយប្អូនណាខ្ញុំលាសិនហើយណាហើយប្អូនកុំភ្លេចទៅលេងផ្ទះខ្ញុំលេខ53នៅសង្កាត់បឹងរាំងបាទមិនអីទេលោកខ្ញុំនឹងទៅលេងហើយក្រោយពេលលេបងឲ្យកូននោះទៅគេចិញ្ចឹមផុតទៅបងបានជួបនឹងជាបែកនេះប្អូនអើយបើសិនជាបងបាននៅជាមួយបងពិតជាមិនឲ្យកូននោះទៅអ្នកណាទេបងសុខចិត្តលំបាកវេទនាចិញ្ចឹមកូននោះរហូតណាខ្ញុំមិនថាអីទេបងធ្វើម៉េចបើបងមិនអាចទ្រាំទ្របានតើអ្នកដែលសុំកូននោះទៅចិញ្ចឹមឈ្មោះអីបងនៅឯណាដែរបងជូនខ្ញុំតែមិនដេញបានទេតើកូនខ្ញុំធំប៉ុណ្ណាហើយបងខ្ញុំចង់ឃើញមុខវាណាកូននោះបងបានឲ្យទៅនៅជាមួយគេសុខសប្បាយជាទេអ្នកយកទៅចិញ្ចឹមនោះឈ្មោះលោកផនសមេតឥឡូវកូននោះធំពេញវ័យកំមុំហើយមានឈ្មោះថាសុផានីឈ្មោះសុផានីមិនយ៉ាងបងអូនបងកុយបើបងនិយាយអញ្ចឹងកូននោះខ្ញុំបានជួបហើយបានទៅរស់នៅក្នុងផ្ទះនាងអស់រយៈជាច្រើនថ្ងៃទៀតផងបើអញ្ចឹងជាការប្រសើរហើយមិនកំអូនមិនប្រាប់ថាប្អូនជាឪពុកគេទៅបិទមែនហើយបែកនេះគឺជាព្រំលិខិតដែលបានកំណត់ឲ្យឪពុកនិងកូនបានជួបគ្នាចាប់ពីថ្ងៃនេះតទៅអញសប្បាយចិត្តខ្លាំងណាស់លែងគិតអីទៀតដាក់មួយសិនឲ្យប្រាប់យ៉ាងម៉េចបងបើខ្ញុំអត់ស្គាល់កូននោះផងមិនអីទេអញ្ចឹងចាប់បងនាំទៅជួបឈប់សិនបងខ្ញុំមិនចង់ទៅជួបនាងទេយីមិនអញ្ចឹងមិញគេថាចង់ជួបកូនចាឥឡូវមិនក៏មិនចង់ជួបកូនទៅវិញណាហើយប្អូនអើយទៅជួបទៅយ៉ាងហោចណាស់ក៏គេឲ្យលុយយើងបន្តិចបន្តួចដែរមិនថាអញ្ចឹងចាទេខ្ញុំមើលទៅសុផានីគេមិនចូលចិត្តខ្ញុំទេព្រោះសុផានីគេមានសង្សារហើយសង្សារគេស្អប់ពើមអ្នកក្ររបៀបខ្ញុំណានឹងមកពីនាងមិនទាន់ស្គាល់បើកាលណាបងនាំទៅប្រាប់ថាប្អូនជាឪពុករបស់នាងច្បាស់ជានាងទទួលស្គាល់តោះទៅជាមួយបងកុំភ័យទេកុំនាំខ្ញុំទៅនាំតែពិបាកចិត្តដោយសារខ្ញុំព្រោះសង្សារគេមិនពេញចិត្តនឹងខ្ញុំទេម្យ៉ាងទៀតបើខ្ញុំទៅវិញទុកដូចជាមាជ័យសុភមង្គលរបស់គេបើអញ្ចឹងគិតយ៉ាងម៉េចទៅបែកកុយមកអង្គុយសិនមកសូមបងកុំព្រួយដោយសារខ្ញុំអីខ្ញុំបានដឹងប៉ុណ្ណឹងខ្ញុំនឹងនាំដំណឹងនេះទៅប្រាប់ប្រពន្ធខ្ញុំអីប្អូនបានជួយចម្ប៉ាហើយ
បាទខ្ញុំបានជួបចម្ប៉ាហើយនាងកំពុងតែដេកឈឺនៅក្នុងខ្ទមឯណោះ បើអញ្ចឹងមិនកើតទេយើងត្រូវតែយករឿងនេះទៅប្រាប់សុផានីឲ្យដឹងផងបើថាមិនចាំគិតទៀត ម៉ែបើតាមបងដឹងថ្ងៃនេះជាថ្ងៃធ្វើពិធីភ្ជាប់ពាក្យរវាងវិសុទ្ធនិងសុផានីផងប្អូនជាឪពុកគួរណាស់តែទៅជូនពរកូនឲ្យមានសុភមង្គលនិងអនាគតល្អ បងខ្ញុំមិនទៅទេបងកុំឲ្យខ្ញុំទៅអី អូមិនអីទេទៅជាមួយបងមិនចាំបងជាអ្នកដោះស្រាយតោះទៅអាណាអើច្បាស់ អញ្ចឹងបងម៉ាប់ជួយមើលប្រពន្ធខ្ញុំផង ផ្ទះប្អូននៅណាទៅ បាទខ្ទមមួយនៅខាងជើងវត្តឯណោះ ខាងជើងវត្តហ្នឹងហ៎មិនទេចាំបងទៅ ដាក់មួយសិនយល់ ណែតប៉ែអើយទៅប្រយ័ត្នធំមាត់លើគេណា ដាក់មួយកាត់សាញយល់ បានហើយទៅលឿនទៅ អានោះបាយបញ្ញាអោះតោះទៅបងអូនទៅជាមួយបងកូនទៅទៅជាមួយបងបងអាចចាំតែមើ ហើយ យីចម្ប៉ាហ៎អូចម្ប៉ាមែនតាមិនក៏អញ្ចឹងចម្ប៉ាអូយមើលស្ទើរតែមិនស្គាល់ចម្ប៉ាមិនក៏មុខមាត់ចម្ប៉ាឯងកើតស្អីអញ្ចឹងហ៎ នេះជាស្នាមរបស់កាលសម័យប៉ុលពតណាបងចាំមិនក៏បងមករកផ្ទះខ្ញុំឃើញ បងបានជួបនឹងប្អូនសាយ័នហើយគេប្រាប់ថាប្អូននៅទីនេះហើយឲ្យបងមកជួយមើលប្អូននឹងណា ចុះឡើយបងសាយ័នគាត់នៅឯណាហើយបងក៏យ៉ាងម៉េចដែរ បងកុយនាំប្អូនសាយ័នទៅជួបកូនស្រីប្អូនហើយណា កូនខ្ញុំ កូននោះពេញកំមុំហើយប្អូនសាយ័នទៅនៅជាមួយគេដែរតែគេបណ្ដេញព្រោះមិនស្គាល់ថាជាឪពុកឥឡូវបងកុយនាំប្អូនសាយ័នទៅប្រាប់ការពិតដើម្បីឲ្យនាងទទួលស្គាល់ ចាំមិនក៏បងសាយ័នមិនប្រាប់ថាបានជួបនឹងកូនចុះកូនខ្ញុំនៅឯណាបងមកជូនខ្ញុំទៅដល់កូនខ្ញុំតិចមក មិនអីទេសងំសិនទៅណាចាំបងកុយត្រឡប់មកវិញគាត់ទិញថ្នាំមកព្យាបាលសងំទៅ អញ្ជើញជំរាបសួរសម័យក្មួយអញ្ជើញអង្គុយ រៀបចំនំចំណីដាក់ត្រង់ហ្នឹងទៅ មើលរៀបចំឲ្យស្រួលបួលទៅណាហើយពុកខាងប្រុសមានយោបល់អីដែរទេហ្នឹង ណែកូនប្រុសខ្ញុំនិងកូនស្រីលោកបានយល់ចិត្តយល់ថ្លើមគ្នាហើយអញ្ចឹងបានជាខ្ញុំមកសូមធ្វើពិធីភ្ជាប់ពាក្យតែម្ដងទៅ មានតោះខុសអីយើងភ្ជាប់សាច់ភ្ជាប់ឈាមនឹងទៀតតែម្ដងទៅជាការល្អ បាទ អោថាមកខាងក្នុងឧបអកតជាមានរៀបចំពិធីអីហើយមែនទេចុះទៅ បងខ្ញុំមិនហ៊ានចូលទេ ថាមកចូលទៅជាមួយបងកុំខ្លាចទៅ បងចូលទៅមុនទៅខ្ញុំដូចជាយ៉ាងម៉េចទេ ចាំតាំងហ្នឹងបោះទៅមុន ណែពេលនេះសម័យខ្លួនខាងប្រុសចង់ឃើញសម័យខ្លួនខាងស្រីអញ្ចឹងសូមសម័យខ្លួនខាងស្រីចេញមកមិនថាអញ្ចឹងឯលោកអាចារ្យ ទៅហើយអណែសម័យខ្លួនខាងស្រីចេញមកកូនចូលមកចូលមកណែចូលមកចូលមកណែងើបសួរណែប៉ាឯខាងនោះទៅ ជំរាបសួរលោកប៉ា ល្អហើយកូនជំរាបសួរលោកអាចារ្យផងល្អហើយក្មួយ ណែកូនយកចិញ្ចៀននេះបំពាក់ឲ្យគូដណ្ដឹងឯងទៅ បាទហុចដៃទៅហុចដៃភ្លាមទៅ ពាក់ឲ្យទៅ មកបងបំពាក់អញ្ជៀនឲ្យណា មើលលោកអាចារ្យសំគ្នា យកសិនក្មួយ
យកសានក្មួយ មកគាត់មកធ្វើអី មកពីណា មកពីណា ដូចហៀងតូនទី ចម្លែកមែនអើ ហើយចុះពូមកធ្វើអីហ្នឹង មួយក៏ក្មួយថាអញ្ចឹងតែក្មួយបលាមកពូមកដល់ក្មួយធ្វើវិធីប្រយោជន៍ពីអមិនក៏ដេញឲ្យពូទៅវិញអញ្ចឹង ឲ្យពូមកមែនតែមិនមែនឲ្យមកស្លៀកពាក់បែបហ្នឹងទេ សុផានីដេញគាត់ទៅវិញទៅ អានឹងក្មួយភាសាបោ ហើយពិធីការយើងអស់ហើយសុផានីបងប្រាប់អូនច្រើនសារហើយថាកុំឲ្យរាប់អានអាមនុស្សថោកទាបរបៀបនេះតែអូននៅតែមិនព្រមជឿបងសោះ បើដេញពូមិនអីទេពូទៅវិញតែទោះបីយ៉ាងណាក៏ក្មួយអាណិតឪពុកបង្កើតរបស់ក្មួយផង ចុះក្រែងពូប្រាប់ខ្ញុំថាឪពុកខ្ញុំស្លាប់ទៅហើយនោះអី មិនមែនទេការពិតបរោះម្នាក់ដែលរស់នៅជាមួយក្មួយកាលពីថ្ងៃមុននោះណាជាឪពុកបង្កើតរបស់ក្មួយហើយ បើក្មួយខាងនោះមានឪពុកមែនគួរឲ្យមកចូលរួមក្នុងពិធីនេះមកទេឲ្យចូលមិនបានទេព្រោះតប៉ែនោះក្ររហាមមិនសមជាឪពុករបស់សុផានីទេហើយតប៉ែប្រមឹកនេះចេះតែប្រឌិតរឿងផ្ដេសផ្ដាស់មកនិយាយខ្ញុំមិនជឿដាច់ខាតមិនសមជាឪពុកសុផានីទេ នេះជារឿងពិតណាស់សភានីព្រោះកាលក្មួយនៅតូចឪពុករបស់ក្មួយបានផ្ញើឲ្យអ៊ំចិញ្ចឹមឥឡូវគាត់នៅមានជីវិតទេសភានីគួរណាស់តែក្មួយទទួលស្គាល់គាត់ផងព្រោះគាត់គឺជាអ្នកមានគុណមែនព្រោះការដែលប៉ាសុំកូនមកចិញ្ចឹមប្អូននេះគេបានប្រាប់ថាកូនមានឪពុកបង្កើតមែនតែមិនដឹងជាគាត់ស្លាប់ឬក៏រស់នោះទេ បើតាមយោបល់ខ្ញុំពេលនេះជាពេលសំខាន់ណាស់គួរតែឲ្យឪពុកបង្កើតសុផានីចូលរួមក្នុងពិធីនេះផងទៅ អូឪពុកក្មួយមិនដល់ហើយតើអូមកដល់ហើយញញខ្ញុំមិនចូលទេឆាប់ចូលភ្លាមមកចូលមក លោកប្អូនញ៉ាំ សុផានីស្រែកលើអូនសម្រេចចិត្តចុះតើអូនទទួលស្គាល់គាត់ឬមួយក៏ទទួលស្គាល់បងសុផានីម្ដាយកូនក៏នៅរស់ដែរគេនឹកកូនណាស់នេះណែរូបថតម្ដាយកូននឹងពុកថតកាលនៅពីក្មេង ពុកខ្ញុំអើយ សុផានី ពុកមិនក៏មានរឿងបែបនេះទៅវិញពុកសូមពុកអភ័យទោសឲ្យកូនផងដែលកូនមានសម្ដីឆ្គាំឆ្គងទៅលើពុកពីថ្ងៃមុននោះ មិនអីទេកូនពុកមិនប្រកាន់កូនទេធ្វើម៉េចបើកូនមិនដឹងរឿងនេះហើយពុកត្រេកអរទៅវិញទេដែលកូនបានមករស់នៅទីនេះ បងពុកពុក សុផានីពុកអន់ណាស់ដែលបានកូន
ហៅពុកថាពុកមួយម៉ាត់នេះតែពុកមិននៅទីនេះទេពុកលាកូនទៅវិញហើយបងកុយយើងទៅវិញសុផាន់នេះឃើញទេកំព្រួយសុផាននេះទទួលស្គាល់ប្អូនជាឪពុកហើយតើឈប់ព្រួយទៅតែគូដណ្ដឹងរបស់គេមិនទទួលស្គាល់ខ្ញុំទេបងខ្ញុំជឿថាទៅថ្ងៃក្រោយមិនបានសុខទេ តប៉ែអើយតប៉ែ អូមានកាយ តប៉ែចំប៉ាឈឺធ្ងន់ណាស់សួររកតែប្អូនសាយ័ន្តទេ ទៅលើឡើងទៅបង ឆាប់ទៅមកបង ទៅមក អូដាក់មួយសិន អេតប៉ែអាយមើលពេលវេលាផងមក ចំប៉ា អូ ចំប៉ា អូយ ចំប៉ាអូន បងសាយ័ន្តបងបានជួបនឹងកូនហើយមិនក៏បងក៏ហក់ថាមិនបានជួបទៅវិញ ចំប៉ាអភ័យទោសឲ្យបងផងពីព្រោះបងនឹកថាគេស្អប់ខ្ពើមយើងបានជាបងមិនហ៊ានប្រាប់អូនណាចំប៉ា ចុះអីឡើយគេនៅតែមិនទទួលស្គាល់យើងជាឪពុកម្ដាយគេទៀតបង មិនអីទេចំប៉ាពេលលីសផានីគេព្រមទទួលស្គាល់ប្អូនសាយ័ន្តជាឪពុកហើយនៅតែគូដណ្ដឹងគេដូចជាមិនទាន់ទទួលស្គាល់យើងសោះ ឯងធ្វើយ៉ាងនេះមិនសមទេវិសុទ្ធបើឯងស្រឡាញ់កូនគេហើយមិនទទួលស្គាល់ឪពុកគេនោះវាមិននឹងកើត តែកាលមុនសុផាននេះបានប្រាប់ខ្ញុំថានាងគ្មានឪពុកឯណាក្ររហេមរហៅរបៀបនេះទេលោកប៉ា កុំគិតតែពីទ្រព្យសម្បត្តិពេកគេថាអ្នកមានរក្សាខ្សត់ដោយសម្ពុតពាត់ពីក្រៅអ្នកប្រាជ្ញរក្សាខ្លៅដោយសំពើនៅសម្ប៉ានណា តែវាអាចអាប់មុខអាប់មាត់ដល់លោកប៉ាដែរណាដែលមានដន្លងរបៀបនេះ ពេលណាក៏អញលើឯងនិយាយពីរឿងអាប់មុខអាប់មាត់នេះដែរឯងស្មានថាទ្រព្យសម្បត្តិនិងកិត្តិយសរបស់ឯងប៉ុណ្ណឹងមិនអាចរលំរលាយបានទេឥឡូវមិនបាច់និយាយច្រើនទេឯងត្រូវទទួលស្គាល់ឪពុកសុផានីជាដាច់ខាតទើបឯងអាចមានសុភមង្គលតទៅថ្ងៃក្រោយបាន លោកប៉ាខ្ញុំពិបាកចិត្តណាស់ កុំភ្លេចថាសុផានីកំពុងតែពិបាកចិត្តយំស្រែកខ្លាំងណាស់ណាតាំងពីពេលភ្ជាប់ពាក្យមកឯលោកសមេតក៏យ៉ាងនឹងដែរបើឯងមិនធ្វើតាមអញក៏មិនអាចទៅអង្គុយបាយផ្កាស្លាឲ្យឯងនៅពេលរៀបការខាងមុខនឹងដែរ លោកប៉ាខ្ញុំខុសហើយ សុផានីអូន បងវិសុទ្ធអង្គុយមកបង សុផានីអូនពេលនេះបងមកសុំទោសអូនព្រោះកន្លងមកបងបានប្រព្រឹត្តឆ្កំឆ្កងទៅលើឪពុកអូនបងខុសធ្ងន់ណាស់ បងវិសុទ្ធគាត់ជាឪពុកបង្កើតរបស់ខ្ញុំមិនអាចបំភ្លេចគាត់ចោលបានទេ កុំទៅតល់អីអូនយើងត្រូវតែទៅហៅគាត់ឲ្យមកនៅជាមួយយើងណា មែនហើយបែ
តែយើងទៅត្រូវហៅលោកប៉ាបងនិងលោកប៉ាចិញ្ចឹមអូនទៅជាមួយដែរ អញ្ចឹងតើអូនកុំឲ្យខាតពេល ណ៎សុផានីគាត់នៅក្នុងខ្ទមនោះហើយ ផ្ទះនោះហើយ ទៅ អូខ្ទមហ្នឹងឯងកូនតោះអញ្ចឹងលឿនឡើង ណែសុផានីបើប្រយ័ត្នបន្តិចណាភ្លឺស្រែនេះតូចណា ចាអត់អីទេបង អូនោះមកហើយតើ ងើបឡើងអូន ណែ ចំប៉ានេះហើយសុផានីកូនយើង ម៉ែមានម្ដាយសុផានីម៉ែសប្បាយចិត្តណាស់ហើយបានជួបមកកូនសុផានីម៉ែកូនម៉ែណា បានហើយយើងមិនត្រូវទុកអ្នកជំងឺនៅទីនេះយូរទេ មែនហើយយើងត្រូវតែបញ្ញាប់យកទៅមន្ទីរពេទ្យព្យាបាលជាបន្ត អូនយ៉ាង មែ ម៉េ ន ច ហើយ ហើយ ឆាប់យកទៅពេទ្យជាបន្តទៀតទៅមិនថាចឹងឯងអូនតោះជួយយកតោះទៅឆាប់ឆាប់ ចំប៉ាអូនបើកភ្នែកឡើងអូនបន្តិចទៀតអូននឹងបានជាសះស្បើយហើយ ម៉ែសូមម៉ែអភ័យទោសឲ្យកូនផងតែកន្លងមកកូនមិនបានគិតដល់អ្នកម៉ែព្រោះកូនស្មានតែម៉ែស្លាប់បាត់ទៅហើយ សុំម៉ែកំភៃមុខមាត់ម៉ែយ៉ាងនេះកូនបដិញ្ញាថានឹងព្យាបាលឲ្យជាទៅថ្ងៃក្រោយ ទេមិនបាច់គិតដល់ម៉ែទេម៉ែបានជួបមុខកូនប៉ុណ្ណេះម៉ែអត់ណាស់ហើយបងសៃយន់មើលកូនយើងផងកុំឲ្យវាមានវាសនាអភ័ព្វដូចយើងទៀតបងស្អីយល់ម៉ែលាអើយ ចំប៉ាចំប៉ា ច្បាស់ អូនស្លាប់ឆោលបងហើយអូនមិនគួរស្លាប់ឆោលបងទេ